ជាដំបូងសូមជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីការសរសេរលូតហើយនិងវ៉ាលូតមុនដំបូងគឺខ្ញុំសរសេរលូតហើយយើងត្រូវជ្រើសរើស website មួយមកសរសេរដូចខ្ញុំអញ្ចឹងខ្ញុំក៏បានជ្រើសរើសយក website Python online មកសរសេរហើយលូតរបស់យើងលូតមានថាជាការវាជាលក្ខណៈមួយដែលវាធ្វើសកម្មភាពរដែលអីចឹងណាហើយយើងដាក់ text Cambodia for I in arrange length text អីចឹងមកហើយយើង print យកដោយសារតែ loop របស់យើងគឺវាចាញ់ចាប់ពី0ទៅ012អីចឹងទៅដោយអាហ្នឹង C ចឹង C ចឹងយើងអត់រាប់ពី1ទេគឺយើងរាប់វាជា0 yes and then ដោយសារតែ loop ហ្នឹងគឺខ្ញុំចង់ឲ្យវាចាញ់ជាលេខអញ្ចឹងខ្ញុំដាក់ print text មក print I អញ្ចឹងគឺវាចាញ់ជាលេខហើយ yes នឹងដូចខ្ញុំប្រាប់ទាំងអស់គ្នាអញ្ចឹងគឺ loop របស់យើងគឺវាចាញ់ចាប់ពី0ទៅវាអត់ចាញ់ចាប់ពី1ទេអញ្ចឹងយើងទៅដោយសារតែអាហ្នឹងខ្ញុំចង់ឲ្យវាចាញ់ជាលេខបន្ទាប់មកគឺខ្ញុំចង់ឲ្យវាចាញ់ជាអក្សរម្ដងចាញ់ជាអក្សរម្ដងគឺវាអត់ពិបាកអីទេយើងគ្រាន់តែដាក់ print text I មកគឺវាចាញ់ជាអក្សរហើយហ្នឹងគឺដែលយើងត្រាំទាំងអស់គ្នាចង់ដឹងថា output របស់យើងគឺស្មើប៉ុន្មានហ្នឹងចម្លើយគឺ output របស់យើងគឺបានចេញមកហើយវាចេញជា Cambodia ហើយវាចេញជាអក្សរសម្រាប់ការសេលូតគឺមានតែប៉ុណ្ណឹងអញ្ចឹងយើងចូលទៅកាន់ value ម្ដង value គឺអត់មានអីច្រើនទេគឺដូចតែ load ដែរហ្នឹងហើយចំពោះ load ហ្នឹងយើងដាក់ text មកហើយយើងបង្ការ variable មួយមក val របស់យើងហើយ n របស់យើងគឺត្រូវតែតូចជាងlength text បន្ទាប់មកយើងទៅ print ដោយសារតែ value ហ្នឹងគឺខុសពី load value ហ្នឹងគឺវា load ច្រើនជាង load ណាមានថាតែយើងដាក់លក្ខខណ្ឌឲ្យវាទៅវាអត់ទៅវា load តិចដូចហ្នឹងអញ្ចឹងគឺខ្ញុំអត់បានដាក់លក្ខខណ្ឌទេអញ្ចឹងគឺវាចេញច្រើនខ្លាំងមែនទែនអញ្ចឹងខ្ញុំដាក់លក្ខខណ្ឌហើយខ្ញុំចង់ឲ្យវាចេញជាលេខនឹងពេលដែលយើងដាក់លក្ខខណ្ឌហើយគឺយើងចេញជាលេខឯងបើសិនជាយើងអត់ដាក់លក្ខខណ្ឌទេគឺវាចេញច្រើនខ្លាំងមែនទែនបន្ទាប់មកគឺខ្ញុំចង់ឲ្យវាចេញជាអក្សរម្ដងចេញជាអក្សរគឺយើងអត់មានអីច្រើនទេដូចទៅលូតដែរហ្នឹងយើងដាក់ print text n មក yes ហ្នឹងគឺបើសិនជាអ្នកទាំងអស់គ្នាអត់ជឿទេថាការដាក់លក្ខខណ្ឌគឺវាសំខាន់ខ្លាំងមែនទែនក្នុងការសរសេរvalue បើសិនជាហ្នឹងខ្ញុំលុបចោលហើយតារាងទាំងអស់គ្នាគឺវាចេញច្រើនខ្លាំងមែនទែនអ្នកទាំងអស់គ្នាបន្ទាប់មកគឺយើងដាក់លក្ខខណ្ឌឲ្យវាមកហើយយើងទៅ run ទាំងអស់គ្នានឹង output របស់យើងឃើញអត់បើសិនជាយើងដាក់លក្ខខណ្ឌគឺវាចេញទៅតាមអ្វីដែលយើងចង់បានបើសិនជាយើងអត់ដាក់លក្ខខណ្ឌវាទេគឺវាចេញច្រើនខ្លាំងមែនទែនអ្នកទាំងអស់គ្នានឹងចំពោះការសរសេរ value របស់យើងគឺមានតែប៉ុណ្្នឹងឯងវីដេអូរបស់យើងក៏បានឈានទៅដល់ទីបញ្ចប់ហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីអាចសួរនៅក្នុង comment បានជាចុងក្រោយខ្ញុំក៏សូមទោសអ្នកទាំងអស់គ្នាបើសិនជាមានកំហុសខុសឆ្គងកន្លែងណាមួយអត់លក្ខណៈថាអត់សូវត្រឹមត្រូវអីចឹងណាចំពោះខ្ញុំក៏អត់សូវចេះធ្វើដែរដោយសារតែខ្ញុំត្រូវតែធ្វើប្រាប់អ្នកទាំងអស់គ្នាអំពីការសរសេរហ្នឹងណាចុងក្រោយក៏ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលមើលវីដេអូនិងតាមដានវីដេអូរបស់ខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា